ยุดนี่มันน้อยพักปลาดิมันจังเป็นแต่เรามาเป็นขยมนั่งจะเป็นบัญชีจะมวยบองไงอดพักเตไว้สลับกับมันพักได้นึกคลายประปุนตีนี่ไอ้เจ้าขมักเกียร์นั่งซอยไอ้ขยมคลายประปุนนึกเตะมันท่าขยมจีน่าจุดเตะหรือก็ขยมจีน่าเลี้ยงชาเตะนึกสตาจิการสำหรับเจอระบบขยมออกจากขยมปรับไอ้เนี่ยมันรู้สึกเหมือนกูធ្វើល្អដាក់នេះពេកទេប្រយ័ត្ននេះបានចិត្តតែឯងដឹងអត់ខ្ញុំមិនធ្វើល្អដាក់ប្រពន្ធឲ្យខ្ញុំធ្វើល្អដាក់អ្នកណាប្រពន្ធបានផ្ដោតគ្រួសារមួយឲ្យខ្ញុំបង្កើតកូនឲ្យខ្ញុំក៏ជាប្រពន្ធខ្ញុំកំដរខ្ញុំរកស៊ីកំដរខ្ញុំរងទុក្ខក៏នៅតែជាប្រពន្ធខ្ញុំមានជាប់សាច់ឈាមសូម្បីតែបន្តិចសោះប៉ុន្តែបានជាយល់ព្រមកំដរខ្ញុំដើរដល់ទីបញ្ចប់នៃជីវិតក៏នៅតែជាប្រពន្ធខ្ញុំខ្លាចប្រពន្ធឲ្យខ្មាស់គេខ្មាស់អីមែននោះគឺជាប្រពន្ធល្អរបស់ខ្ញុំប្រពន្ធខ្ញុំជាអ្នកឈឺចាប់នៅលើលោកនេះក្រៅពីម៉ាក់ឯងនៅមានមនុស្សស្រីម្នាក់ទៀតដែលមានចិត្តស្មោះមើលថែឯងត្រូវតែយល់ប៉ុន្តែឯងធ្វើបែបនេះសមជាមនុស្សប្រុសដែរឯងគ្មានសមត្ថភាពគុំអាចវាយម្ដងបាន10នាក់ប៉ុន្តែប្រពន្ធគាត់វាយគាត់មិនដែលតដៃទេឯងជាប្រុសពិតជាងគុំមែនខ្ញុំអ្នកខ្លះល្បីឈ្មោះនៅជប៉ុនខ្លាចប្រពន្ធស្ដេចយ៉ាងជៀនខ្លាចព្រះមហេសីមេតបយូហ្វៃខ្លាចប្រពន្ធឯងមានសមត្ថភាពខ្លាំងជាងពួកគាត់មែនទេប៉ុន្តែនេះឯងបរិសុទ្ធខ្លាំងពិតប្រាកដមិនចាំបាច់ស្វែងរកសេចក្តីថ្លៃថ្នូរនៅលើខ្លួនប្រពន្ធនោះទេព្រោះអីពួកគេយល់ថាប្រពន្ធសប្បាយចិត្តទៅគ្រួសារមានភាពកក់ក្ដៅទៅបាយរក្សាទ្រព្យសម្បត្តិគង់វង្សត្រូវមានមនុស្សប្រុសខ្វះសមត្ថភាពខ្លះខាងក្រៅកំសាកខ្លាំងណាស់ប៉ុន្តែនៅផ្ទះវិញបែរជាកអឺតកតមដាក់ប្រពន្ធសម្លាញ់ឯងមិនមែនជាមនុស្សប្រុសបែបនេះណាខ្ញុំប៉ុន្តែឯងជាមនុស្សប្រុសប៉ុណ្ណាណីចង់ខ្លាចដល់ពេលណាទៅខ្លាចមួយជីវិតហ៎ពេលខ្ញុំជួបនាងលើកទី1ខ្លាចនាងមិនស្រឡាញ់ខ្ញុំពេលខ្ញុំសុំនាងរៀបការខ្លាចនាងមិនយល់ព្រមនាងទៅផ្ទះប៉ាម៉ាក់ខ្ញុំខ្លាចនាងមិនទម្លាប់ញ៉ាំមិនទម្លាប់រស់នៅពេលគ្មានផ្ទៃពោះខ្លាចនាងមករដូវខ្លាចនាងឈឺពោះពេលមានផ្ទៃពោះខ្ញុំក៏ខ្លាចនាងឈឺទ្រាំមិនបានបង្កើតកូនមួយមិនងាយស្រួលទេខ្ញុំខ្លាចនាងពិបាកបង្កើតពេលកូនកើតចេញមកក៏មិនងាយស្រួលដែរហើយខ្ញុំក៏ខ្លាចនាងមើលកូនហត់នឿយខ្ញុំខ្លាចនាងមួយជីវិតមនុស្សប្រុសល្អអញ្ចឹងពេលកូនធំហើយពួកយើងឈប់ខ្លាចហើយថ្ងៃក្រោយខ្ញុំរត់តែខ្លាចមិនបានរត់ទៅខ្លាចពេលខ្ញុំចាស់ទៅខ្ញុំខ្លាចនាងនៅម្នាក់ឯងគ្មានអ្នកមើលថែបើសិនបើនាងចាក់ចេញទៅហើយខ្ញុំគឺមិនចាំបាច់ខ្លាចនាងទៀតទេខ្ញុំចាប់ផ្ដើមខ្លាចខ្លួនឯងម្ដងហើយឯងខ្លាចអីខ្ញុំខ្លាចខ្លួនឯងលែងបានជួបនាងម្ដងទៀតមនុស្សខ្ញុំស្រឡាញ់ដូច្នេះហើយខ្លាចដល់ទីបំផុតខ្ញុំមិនជួបបារីមិនផឹកស្រាមិនមែនដើម្បីខ្ញុំចង់រស់យូរថែមប្រហែលឆ្នាំទេប៉ុន្តែខ្ញុំចង់មានជីវិតរស់នៅដើម្បីបានមើលឃើញនាងថែមប្រហែលឆ្នាំទៀតខ្លាចប្រពន្ធមិនមែនជាការខ្លាចទេគឺជាក្តីស្រឡាញ់ការអត់ឱននិងការគោរពគឺជាជីវិតរស់នៅដោយមានសុភមង្គលទម្លាប់អាក្រក់មិនដឹងបាត់ទៅណា